Ngàyនេះ admin នាំបងប្អូនដើរលេងតាមដងទន្លេម៉ានម្ដងបងប្អូនណាបាទនេះខ្ញុំកំពុងដើរទៅខាងក្រោមស្ពាននេះបងប្អូនកុំភ្លេចតាមដានទស្សនាឲ្យចប់បានដឹងថាតាមដងទន្លេម៉ានហ្នឹងមានអីគេខ្លះអញ្ចឹងបងប្អូនគឺមានអីពិសេសល្អអស្ចារ្យមែនទែនអត្ថប្រយោជន៍ដែលគេធ្វើឲ្យយើងដើរនេះមានដូចជាផ្លូវមានដូចជាទេសភាពជាពិសេសអ្នកជិះកង់ហើយនិងអ្នកដើរថ្មើរជើងបងប្អូនគឺយើងដើរតាមនឹងរហូតទៅមានទឹកអូរហ្នឹងគឺហូរចូលទៅទន្លេម៉ានហ្នឹងអញ្ចឹងទៅហូរចេញទៅកន្លែងផ្សេងទៀតអញ្ចឹងទៅហើយមានស្ពានមានអីចឹងបងប្អូនមានច្រើនតែសំខាន់គឺខ្ញុំចង់បង្ហាញបងប្អូនថាវាមានទេសភាពស្អាតមែនទែនហើយជាពិសេសគឺខែក្តៅគឺវាមានពណ៌បៃតងចម្រុះអញ្ចឹងណាហើយយើងដើរទៅមានទឹកមានអីហើយយើងអាចទៅពិកនិចបានបងប្អូនណាយើងដើរទៅពិកនិចអីបានដោយសារតែខ្ញុំមានពេលវេលាខ្ញុំក៏ដើរអញ្ចឹងណាបងប្អូនដើរតាមនឹងអញ្ចឹងទៅហត់ក៏ឈប់អីចឹងដើរលក្ខណៈហាត់ប្រាណបងប្អូនខ្ញុំដើរពីវាសៀកម៉ានហ្នឹងទៅកាន់Chateau de Saint-Germain បងប្អូនឥឡូវខ្ញុំដើរមកដល់កន្លែងនេះគេធ្វើកន្លែង X-Pass មួយសម្រាប់ឲ្យយើងឈរមើលទឹកមើលអីអញ្ចឹងណាបាទយើងឃើញទន្លេម៉ានហ្នឹងហូរទៅអញ្ចឹងទៅបាទអូអស្ចារ្យមែនតើបងប្អូនគឺស្អាតបាទទេសភាពស្អាតមែនតើបើអ្នកចូលចិត្តធម្មជាតិចូលចិត្តបែបលក្ខណៈធម្មជាតិអីគឺស្អាតណាស់បងប្អូនអើយខ្ញុំចូលចិត្តដោយសារតែដើរហាត់ប្រាណតាមដងស្ទឹងតាមដងទន្លេម៉ានហ្នឹងទៅយើងឃើញទេសភាពដែលគេធ្វើសម្រាប់អ្នកហាត់កីឡាអ្នកចូលចិត្តដើរតាមទឹកតាមអីចឹងណាបាទហើយមានអារម្មណ៍ថាស្រស់ស្រាយរំភើបញាប់ញ័រដល់បេះដូងអញ្ចឹងណាបងប្អូនបាទដើរមកដល់កន្លែងនេះគឺគេប្រាប់ថាមានរុក្ខជាតិធម្មជាតិអីគេខ្លះអញ្ចឹងដើរទៅមុខទៀតអញ្ចឹងយើងមើលផ្លាកអញ្ចឹងទៅយើងដើរតទៅមុខទៀតហើយថ្ងៃហ្នឹងដែរគឺខ្ញុំនាំជូលៀងដើរមើលហាត់ប្រាណអីចឹងណាបងប្អូនអញ្ចឹងដើរពីអ្នកទៅដល់Chateau de Saint-Germain ហ្នឹងចឹងឃើញថាទេសភាពគឺស្អាតហើយមកដល់កន្លែងនេះគឺមានយាយម្នាក់គាត់ជិះកង់ចឹងទៅបដើឆ្កែគាត់បដើអីចឹងទៅគឺបែប relax បែប chill បងប្អូនបែបសบายអញ្ចឹងបាទនេះសំណក់របស់គាត់ពីរអញ្ចឹងទៅគាត់ជិះកង់បដើសំណក់គាត់រត់តាមបដើអញ្ចឹងបាទនេះជាសេចក្តីសុខមួយនេះជាសកម្មភាពមួយបែបគេ relax គេកំសាន្តអញ្ចឹងណាបាទមិនដែរបងប្អូនពេលដែលឃើញទេសភាពបែបអញ្ចឹងបាទកន្លែងគេហៅថាសម្រាប់លំហែកាយសម្រាប់អីអញ្ចឹងណាហ្នឹងហើយដោយសារតែយើងម្នាក់យើងរវល់ធ្វើកិច្ចការងាររៀងខ្លួនអីចឹងទៅដល់ពេលទៅនេះសម្រាប់គឺយើងដើរមកមើលអញ្ចឹងហើយខ្ញុំដើរមកដល់កន្លែងនេះដល់កន្លែងចំជៀមបងប្អូនណាចំជៀមទីធ្លាគេកាត់ស្មៅឡើងស្អាតហើយនេះនៅខាងឆ្វេងស្ដាំដៃខ្ញុំហ្នឹងគឺកន្លែងគេដាក់ជៀមចំអញ្ចឹងប៉ុន្តែខ្ញុំទៅខ្ញុំអត់ឃើញប្រហែលគេបដូរទីតាំងបដូរអីមិនដឹងប៉ុន្តែធំទីធ្លានេះខ្ញុំដើរកាត់តាមនឹងរហូតទៅហើយវីដេអូហ្នឹងគឺអ្នកនរគ្នាឃើញខ្ញុំនៅតែក្នុងព្រៃឯងព្រោះអីគឺដើរទៅនេះខ្ញុំថាកន្លែងជៀមហ្នឹងនេះគេដាក់រូបថាចំជៀមនៅនឹងអីចឹងណាបងប្អូនខ្ញុំដើរកាត់ព្រៃទៅយូរម៉ោងដែរបងប្អូនដើរប្រហែលជិតចង់3ម៉ោងហ្នឹងបាទដើរហាត់ប្រាណមានអីធ្លាក់ទៅឆ្ងាយទៅតែសិតតែព្រៃបងប្អូនដើរទៅអញ្ចឹងណាប៉ុន្តែគឺមានផ្លូវគេដើររហូតដើរមកដល់ហើយនេះមានទឹកអូរមួយបងប្អូននេះទឹកអូរធម្មជាតិហ្នឹងខ្ញុំខំអឺតមើលស្មានតែមានត្រីដល់មានត្រីផងបាទឥឡូវយើងចូលទៅដល់ក្នុងព្រៃដល់ពេលចូលទៅដល់ក្នុងព្រៃខ្ញុំស្មានតែមានខ្ញុំតែ2នាក់មានមនុស្សច្រើនណាស់នៅក្នុងព្រៃហ្នឹងមានយាយតាគាត់ដើរហាត់ប្រាណដើរអីចឹងដែរអញ្ចឹងណាបងប្អូនអញ្ចឹងបានថានៅកន្លែងណាក៏មានមនុស្សដែរមិនថាក្នុងព្រៃមិនថាលើទឹកក្រោមទឹកនៅកន្លែងណាសិតតែព្រៃបងប្អូនហើយមកដល់កន្លែងនេះបងប្អូនណាប្រាំងគេថាតែគេបកកែថែរក្សាព្រៃឈើបងប្អូននេះ
mà đó lại nó khơi nhà đó này khơi prey chơi sàn đó nè thông hay trôn mà đó nó khai cái đau từ chẹ mà bà ai này xử liền cái đau hiện hot tích đau mà đó cái lại này cứ hiện hot tích được sao tại đa lang chùm nào trắng á nè mà đa từ 4 những xua đây đâu biết đa lang chùm nào đưa tới hot tại tao mà vốn bà nên đó này khơi nhé bà này hiện hot đây chẳng phù hot đa lang cho nó hot đây mà vốn phần tay min cả lặng min tham pol đời xa ấy dương đa tới dương stroke cho là ca bò rồi sót và đa chẳng tới mơ prey praksa mơ ấy sen chẳng tới với đôi chìa rùm sai đôi chìa sập bài chặt rì bài cùng san rì được không prey chẳng á đa mà đó cho nói ní cứ đó play bài chỉ bảy chỉ buôn này mong vốn chẳng cầm bông tay chơi thẳng đa từ play nào lo chẳng á bùa miền play bài chỉ bảy chỉ buôn chẳng tới đằng đa play ná tới ở lỡ chơi đa tới play nhé mà rồi đi gần sla đi xua đáy cho những chập nam đa từ đa chẳng mình hạ chỉ vật miền pe class từ chơi đai bằng vốn á chỉ vật pe class miền chùm rơ chán đây coi dương trời chơi play để dương trời đá này là dương đá tới play này bằng vốn á tê sếp từ xa môi đáy nó không break lại nó có miền tê sếp còn miền play đa số bùa trắng bằng vốn trắng mình thà nó sọc này cứ sập bùa nhầm đa nó lấy chất mà đo nè mà đo là cái lại tí tăng này nhom thử